បងប្អូននេះគឺជាអាងចិញ្ចឹមខ្យងប៊ឺណាបងប្អូនហើយខ្យងប៊ឺនេះយើងស្រួលចិញ្ចឹមទេអត់មានអីពិបាកសាំញ៉ាំច្រើនទេហើយការឲ្យចំណីហ្នឹងក៏វាស្រួលវាស៊ីតែបន្លែស្លឹកឈើលឹកបាសលឹកឆាយ៉ាលឹកល្ហុងអីទេនេះនេះខ្ញុំដាក់ស្ពៃក្តោបហើយមកកញ្ញុំហ្នឹងគឺវាស៊ីនាំគ្នាស៊ីបងប្អូនហើយវាចូលចិត្តជាងគេអាស្ពៃក្តោបហ្នឹងណាហើយតើបានត្រូវប៉ុណ្្នឹងហើយអាខ្លះប៉ុនចុងចកះខ្លះហើយហ្នឹងលឿនទេយើងបាំងតែមួយខែជាងអីហ្នឹងប៉ុនមេជើងយើងអាចយកវាទៅហូបបានហើយសាច់របស់វាហ្នឹងឡើងលឿងស្រួយល្អណាបងប្អូនហើយនៅពេលដែលយើងស្ងោរវាឆ្អិនហើយគឺអត់រួញសាច់ទេគឺសាច់របស់វាលៀនតលេសហើយឆ្ងាញ់គួរឲ្យចង់ហូបហើយអ្វីដែលវាសំខាន់ហ្នឹងគឺវាអត់ពិបាករើសទឹកអត់ពិបាករើសចំណីងាយស្រួលក្នុងការមើលថែរបស់វាហើយទឹកក៏យើងអត់ពិបាកដូរជារៀងរាល់ថ្ងៃដែរ